បើសិនជាយើងភ្ញាក់ពីដំណេកនៅពេលថ្ងៃត្រង់នោះក៏នឹកក៏ប្រហែលជាគោពោះម្ដងទៀតហើយយើងក៏ប្រហែលជានឹកឃើញថារកអ្វីដើម្បីមកពិសាអាហារម្ដងទៀតឬមួយក៏មានអ្វីដែលញ៉ាំលេងនោះយើងនឹកឃើញដល់បាយថ្ងៃត្រង់ដែលទើបតែកន្លងផុតនៅពេលប្រហែលម៉ោងដែលបានកន្លងផុតទៅនោះក៏ប៉ុន្តែយើងនឹងនឹកឃើញបាយកកម្ដងទៀតបើសិនជាយើងឃើញលៀសហាលដ៏គួរឲ្យស្រណំមកកាស្រណំនៅបាត់ដំបងហៅស្រណំនេះគឺថាវាសមរម្យពីព្រោះថាលៀសហាលនៅទីនេះបើធៀបទៅគឺវាខុសពីលក្ខណៈលៀសហាលដទៃទៀតត្រង់ថាលៀសហាលនេះគឺលៀសហាលពិសេសហើយដែលស្ថិតនៅក្នុងទីតាំងភូមិសាស្ត្រផ្សារដូចម៉េចអំពីរូបមន្តនៅក្នុងការប្រឡាក់លៀសហាលពិសេសនេះខ្ញុំមិនដឹងថាយ៉ាងណានោះទេក៏ប៉ុន្តែត្រឹមតែដឹងថាតម្លៃលៀសហាលជាទូទៅមួយកំប៉ុងតម្លៃត្រឹមតែ300ទៅ500រៀលប៉ុណ្ណោះក្នុងមួយកំប៉ុងប៉ុន្តែតម្លៃលៀសហាលពិសេសនេះគឺមានតម្លៃ1200រៀលរហូតដល់1500រៀលទៅតាមប្រភេទនៃលៀសនីមួយៗក៏សូមជម្រាបជូនផងដែរថាលៀសហាលនេះគឺលៀសហាលសម្រាប់អ្នកដែលមានជីវភាពធូរធារឬក៏អ្នកមានបង្គោលដែរទើបគាត់ហ៊ានចំណាយថវិការហូតដល់ទៅមួយកំប៉ុង1200ទៅ1500រៀលដើម្បីទិញលៀសហាលនេះញ៉ាំដែលគួរឲ្យសោកស្ដាយនោះគឺថាអ្នកលក់របស់យើងគាត់ពុំបានផ្ដល់លក្ខណៈងាយស្រួលដើម្បីឲ្យយើងខ្ញុំទាំងអស់គ្នាធ្វើកិច្ចសម្ភាសក៏ប៉ុន្តែមិនធ្វើទេទស្សនវិជ្ជានេះខ្ញុំអាចបង្ហាញជូនបានត្រង់ថាលក្ខណៈពិសេសអំពីលៀសហាលនេះមិនឃើញមានតែការប្រឡាក់លៀសហ្នឹងមើលទៅសម្បូរគឺប្លែកអំពីលៀសដទៃទៀតលៀសប្រភេទនេះគឺលៀសដែលមានតម្លៃ1500រៀលទាំងទំហំធំដែលអាចនិយាយថាជំរឿលៀសលេខ1ហើយនឹងមានការប្រឡាក់គ្រឿងដែលមានការរៀបចំតាមរូបមន្តច្បាស់លាស់មួយដែលរក្សាអាចកំបាំងសម្រាប់គាត់ហើយក៏នៅមានលៀសប្រភេទទី2លៀសប្រភេទទី2នេះគឺតម្លៃ1200រៀលហើយសម្រាប់ការរូបមន្តប្រឡាក់ហ្នឹងក៏ខ្ញុំបានមិនដឹងច្បាស់លាស់ដែរក៏ប៉ុន្តែបើយើងធៀបអំពីលៀសធម្មតាគឺវាមានពណ៌សម្បុរខុសគ្នាសម្រាប់លៀសធម្មតានេះគឺតម្លៃមួយកំប៉ុងត្រឹមតែ500រៀលប៉ុណ្ណោះក៏ប៉ុន្តែសម្រាប់ការនិយមក៏អាស្រ័យទៅលើអតិថិជនរៀងៗខ្លួនដែរគឺថាគាត់ពេញចិត្តនឹងរសជាតិបែបណានោះគាត់អាចមកជ្រើសរើសបានមិនត្រឹមតែប៉ុណ្ណោះគឺអាចសម្រេចជាមួយនឹងទំហំនៃលៀសក៏ប៉ុន្តែក៏មានលក្ខណៈខុសគ្នាដែរបើធៀបអំពីតម្លៃលៀសធម្មតាជីងទូកឆ្លងព្រែកសែនចម្លែជួបការរំចង់រៀងស្រង់ហូបហងរួមចង់នៅកំពង់ទឹកប្រលឹងកាបភ្នែកជុំពើផ្លែសម្លេងសូមជម្រាបជូនថាការពិតមិនប្រកាសថាអ្នកលក់លៀសហាលគឺអ្នកដែលមានជីវភាពខ្សោយសោះនោះទេយ៉ាងណាមិញគឺថាគាត់មានជំនាញយ៉ាងច្បាស់លាស់ក៏មានរូបមន្តយ៉ាងច្បាស់លាស់នៅក្នុងការប្រឡាក់លៀសដូច្នេះថវិកាដែលគាត់ប្រមូលបានពីការលក់លៀសនេះក៏មិនមែនជារឿងធម្មតាដែររួចផ្ញើទៅភ្លាមតាមគង្គាទៅស្រង់ចរណៃបើមាននិស័យសូមសំដីសំដូចបំដងអរុណោទ័យថ្ងៃថ្មីបានចូលមកដល់ចិត្តអើយដាច់ប្រែវល់ទ្រូងស្ទើស្ទះដងហើមធ្លាយពុំចង់ជឿចិត្តត្បិតអីស្រីស្រស់គុណរាយរីករាំងរៀនអាយដីអ្នកម្ដាយដែលធ្នមចិញ្ចឹមអូនស្រីក្រងការកែវជីវ៉ាជាប់រវៃត្បាញបងធ្វើជាសាញ់ទិញកាបអូនស្រីនួនល្អបាទបើសិនជារសៀលបន្ទាប់ពីលោកអ្នកភ្ញាក់ពីសម្រានមកនឹកឃើញថាអបសុកមាត់ចង់រកអ្វីដែលស្រួយឆ្ងាញ់យកមកពិសានោះនឹកឃើញដល់ដំឡូងចៀនឬមួយក៏ជាចៀនភ្លាមហើយត្រង់ចំណុចនេះផងដែរយើងនឹកឃើញថាតើជាចៀនប្រភេទណាដំឡូងប្រភេទណាដែលទទួលទានហើយនោះគឺថាឆ្ងាញ់
ហើយមានភាពល្បីល្បាញស័ក្តិសមជាមួយនឹងការទំនេរមាត់របស់លោកអ្នកនោះនឹងនឹកស្វះស្វែងរកកន្លែងជាជៀនឬក៏ដំឡូងជៀនពិសេសក៏សូមជម្រាបជូនផងដែរថាឥឡូវនេះយើងខ្ញុំទាំងអស់គ្នាកំពុងមានវត្តមាននៅតាមបណ្ដោយផ្លូវម៉ៅស៊ីតុងស្ថិតនៅខាងមុខគេហដ្ឋានមួយដែលមានឈ្មោះល្បីល្បាញដំឡើងផ្លាកយ៉ាងធំក្រឡោតដែលអាចយើងឃើញបានថាស្នាដៃល្អជាជៀនពិសេសថែមទាំងមានដាក់លេខទូរស័ព្ទសម្រាប់ទំនាក់ទំនងទៀតផងសម្រាប់អតិថិជនដែលមានលំនៅឋាននៅតាមគេហដ្ឋានហើយចង់ពិសានោះអាចធ្វើការតាក់ទងជាមួយនឹងលេខទូរស័ព្ទដែលមានបង្ហាញស្រាប់ដូចជា016 77 75 59ជាមួយនឹងលេខទូរស័ព្ទនេះលោកអ្នកគ្រាន់តែ call ទៅកាន់លេខនឹងហើយលោកអ្នកអាចកំងបានតាមចំណង់ចំណូលចិត្តត្រូវការរួមមានទាំងដំឡូងជៀនរួមមានទាំងជាជៀនបន្តិចទៀតនឹងបានស្វែងយល់អំពីទស្សនវិជ្ជាផ្ទាល់ក៏ដូចគ្នាជាមួយនឹងព័ត៌មានមួយចំនួនដែលខ្ញុំបាទនឹងក្រុមការងារនឹងធ្វើកិច្ចសម្ភាសក៏ដូចគ្នាដកស្រង់ផ្ដិតយករូបភាពទាំងនោះដើម្បីប្រកល់ជូនលោកអ្នកជាសា